រវល់ធ្វើស្អីមិនបានមិនឃើញទៅរៀនខ្ញុំរវល់ធ្វើស្អីរឿងខ្ញុំអ្នកគ្រូចេះដឹងស្អីខ្ញុំជប់រៀនហើយចាប់ពីថ្ងៃទៅអ្នកគ្រូមិនជាគ្រូរបស់ខ្ញុំទៀតទេហើយខ្ញុំក៏មិនជាសពរបស់អ្នកគ្រូទៀតដែរចឹងអ្នកគ្រូគ្មានសិទ្ធិមកវាយខ្ញុំទេអ្នកគ្រូមិនក៏មិនវាយអ្នកគ្រូមកនេះអ្នកគ្រូគាត់ថាខ្ញុំមិនហ៊ានទេអ្នកគ្រូពិតជាខំបំណងលើឯងណាហេងមិននឹកស្មានតែឯងជាមនុស្សគ្មានឆន្ទៈអញ្ចឹងសោះឯងជាមនុស្សប្រុសតែមិនគោរពពាក្យសម្ដីខ្លួនឯងសន្យាជាមួយអ្នកគ្រូតកែខ្លួនប៉ុន្តែមើលសភាពឯងពេលនេះទៅឯងនៅតែជាក្មេងទៀតដដែលខ្ញុំអរគុណអ្នកគ្រូណាស់ដែលអ្នកគ្រូបារម្ភពីខ្ញុំបែបនេះខ្ញុំសប្បាយចិត្តណាស់ទីបំផុតអ្នកគ្រូព្រមបើកបេះដូងទទួលយកខ្ញុំហើយហើយឈប់រៀនអញ្ចឹងក៏ល្អដែរបើដើរលេងកាប់ចាក់ជាមួយអញសុវ័យណាស់វើយណែហើយដឹងហ៎មករយៈពេលដែលមិនទៅមកជួបអញប៉ះដៃគូខ្លាំងវើយតាចាត់ការបានទាំងអស់ហើយចុងថ្ងៃនោះមានត្រូវបាយមកណាទៀតអត់តាអញទៅដែរថ្ងៃហ្នឹងដូចជាមានតែតល្ងាចបន្តិចអញទៅដែរអញ្ចឹងខានយូរដល់នេះរបស់ដៃដល់ចង់ទៅទាំងអស់គ្នាចេះបងហេងប្រហែលថ្ងៃនេះបងរវល់ធ្វើស្អីមិនបានមិនឃើញទៅរៀនខ្ញុំរវល់ធ្វើស្អីរឿងខ្ញុំអ្នកគ្រូចេះដឹងស្អីអ្នកគ្រូខ្ញុំជប់រៀនហើយចាប់ពីថ្ងៃទៅអ្នកគ្រូមិនជាគ្រូរបស់ខ្ញុំទៀតទេហើយខ្ញុំក៏មិនជាសពរបស់អ្នកគ្រូទៀតដែរអញ្ចឹងអ្នកគ្រូគ្មានសិទ្ធិមកវាយខ្ញុំទេអ្នកគ្រូមិនក៏មិនវាយអ្នកគ្រូមកនេះអ្នកគ្រូគាត់ថាខ្ញុំមិនហ៊ានទេអ្នកគ្រូពិតជាខំបំណងលើឯងណាហេងមិននឹកស្មានតែឯងជាមនុស្សគ្មានឆន្ទៈអញ្ចឹងសោះឯងជាមនុស្សប្រុសតែមិនគោរពពាក្យសម្ដីខ្លួនឯងសន្យាជាមួយអ្នកគ្រូតកែខ្លួនប៉ុន្តែមើលសភាពឯងពេលនេះទៅឯងនៅតែជាក្មេងទៀតដដែលអ្នកគ្រូក៏មកបន្ទោសខ្ញុំឈប់រៀនហើយខ្លាចទៅជាបែបនេះគឺដោយសារតែអ្នកគ្រូមិនចង់ឃើញមុខខ្ញុំអញ្ចឹងខ្ញុំក៏មិនឲ្យអ្នកគ្រូឃើញមុខទៀតដែរត្រូវហើយអ្នកគ្រូពិតជាមិនចង់ឃើញមុខឯងមែនគឺមិនចង់ឃើញឯងក្នុងសភាពជាមនុស្សពីលបែបនេះតែអ្នកគ្រូចង់ឃើញឯងជាមនុស្សល្អមើលទៅប្រហែលជាអ្នកគ្រូសង្ឃឹមលើមនុស្សខុសហើយហេអីមិនអត់ទេលោកគ្រូនិយាយកុំបន្ទោសថាខ្ញុំអត់សិលធម៌ណាគ្រប់យ៉ាងមកពីលោកគ្រូខ្លួនឯងទេចាំមើលថ្ងៃនេះខ្ញុំនឹងឲ្យលោកគ្រូស្គាល់ពីបងធំសេរី90ម្ដង